បាទជំរាបសួរគ្រូគ្រូទាំងអស់គ្នាចឹងនៅក្នុងវីដេអូនេះខ្ញុំសូមចែករំលែកលោកគ្រូមួយទាក់ទងទៅនឹងរបៀបដែលយើងgenerate រូបភាពតាមខ្លឹមសារមេរៀនដែលយើងចង់បានណាបាទអញ្ចឹងជាទូទៅពេលគ្រូ generate ទៅវាអត់បានដូចអ្វីដែលយើងចង់បានទេអញ្ចឹងនៅក្នុង Gemini ណាបាទអញ្ចឹងនេះគឺជារូបភាពដែលខ្ញុំបាន generate ចឹងខ្ញុំគិតថាវាអាចយកជាការបានអាចយកទៅប្រើប្រាស់បានអញ្ចឹងឥឡូវខ្ញុំតេស្តឲ្យមើលតិចសិនឥឡូវយើងអាចចឹងពួកគ្រូអាចតេស្តមករូបឥឡូវយើងឧទាហរណ៍ថារូបប្រាសាទព្រះវិហារចុះបាទរូបបាទរូបភាពបាទយើងប្រើពាក្យរូបភាពប្រាសាទព្រះវិហារចឹងពេលហ្នឹងវា generate ឲ្យយើងហើយឥឡូវយើងចាំមើលសិនថាចេញមកយើងអាចយកជាការបានអត់បាទព្រោះពេលខ្លះបើសិនជាយើងចេះតែវាយទៅមានន័យថាយើងទទួលមកអត់បានរូបភាពតាមដែលយើងចង់បានទេអាហ្នឹងណាបាទនេះគឺជារូបភាពឥឡូវខ្ញុំឧទាហរណ៍ថានៅក្នុងរូបភាពហ្នឹងយើងចង់បង្ហាញពីគេពីសត្វគោបាទអញ្ចឹងរូបភាពសត្វគោអញ្ចឹងរូបភាពសត្វគោ5ក្បាលឧទាហរណ៍ណាបាទឥឡូវយើងសាកតែមើលទៀតរូបភាពសត្វគោ5ក្បាលតើវាចេញមកឲ្យយើងបានរូបភាពសត្វគោ5ក្បាលមែនអត់បាទពេលខ្លះ keyword វាខ្លីៗទេសាមញ្ញទេយើងមិនបាច់ទៅគិតអីស្មុគស្មាញprompt អីសាំញ៉ាំទេចឹងសំខាន់យើងទទួលបាន result មកទទួលយកបានអាហ្នឹងណាបាទអូខេឥឡូវមួយទៀតឥឡូវយើងចង់បានរូបអីគេបាទសុំឥឡូវយើងយកពិធីអីគេពិធីរូបភាពពិធីបុណ្យអុំទូកបាទឥឡូវយើងយករូបភាពពិធីបុណ្យអុំទូកបាទតើចេញមកបានតាមតម្រូវការរបស់យើងអត់បើសិនជាចេញចាំយើងតេស្តមើលពី3ទៅអូខេហើយចាំយើងយកអានឹងទៅអនុវត្តមើលសារបាទតើទទួលបានលទ្ធផលចង់បែបអត់អូខេចឹងយើងចាំមើលទៅបាទនេះចឹងរូបភាពខ្ញុំគិតថារូបភាពប៉ុណ្ណឹងគ្រូអាចទទួលយកបានទេប៉ុណ្ណឹងបាទតែបើសិនជាយើងវាយនៅលើ Google បាទឥឡូវបើយើងវាយនៅលើ Google យើង compare មើលណាបាទរូបភាពទីបនពិន្ទុចុងពេលដែលយើងវាយនៅក្នុង Google វាចេញដូចគ្នាប៉ុន្តែយើងយកទៅcompare គ្នាថារូបភាពពីរហ្នឹងអាណាច្បាស់ជាងអញ្ចឹងអានេះរៀងព្រាលតែបើយើងចូលមកអានេះយើងឃើញថាកម្រិតច្បាស់របស់វាច្រើនជាងណាបាទសូមចាំបន្តិចសូម refresh មួយបាទអានេះយើងអាច copy អាចបានយើង download ក៏បានបាទយើងឃើញថាកម្រិតច្បាស់របស់វាគឺច្បាស់ច្រើនជាងណាបាទយើងចង់ tag ចង់អីក៏បានដែរក្នុងហ្នឹងបាទបន្ថែមទៅអូខេអញ្ចឹងអាច copy អាច download យកទៅប្រើបានណាបាទឥឡូវយើងចង់បានអីទៀតឧទាហរណ៍ថាឥឡូវយើងវាយតទៀតរូបមេដែករាងអ៊ុយឥឡូវរូបមេដែករាងអ៊ុយបាទអានេះយើងវាយយើងតេស្តមើលតែមួយជាសាសនិងសង្គមតើយើងវាយ keyword ខ្លីៗអញ្ចឹងវា support អត់ណាបាទវាចេញឲ្យយើងបានដូចអ្វីដែលយើងចង់បានអត់បាទនេះខ្ញុំគិតថាយើងអាចទទួលយកបានប៉ុណ្ណឹងណាបាទឬក៏យើងចង់យករូបភាពនោះទៅដាក់បរិញ្ញាក្មេងៗឧទាហរណ៍ថា
រូបថ្មពិលឥឡូវរូបថ្មពិល5វ៉ុលបាទឥឡូវឧទាហរណ៍ចុះណាបាទរូបថ្មពិល5វ៉ុលឥឡូវយើងចាំមើលសិនថាចេញមកទទួលបានដូចអ្វីដែលយើងចង់បានអត់ចឹងសម្រាប់រូបភាពខាងលើនេះខ្ញុំគិតថាសម្រាប់ខ្ញុំគឺអូខេប៉ុណ្ណឹងខ្ញុំអាចទទួលយកបានណាបាទនេះឲ្យយើងតើយើងលំអិតទៀតថាប្រភេទថ្មពិលនឹងថ្មពិលអីទៀតណាព្រោះបើសិនយើងនិយាយទៅថ្មប៉ុណ្ណឹងវាអាចឲ្យអញ្ចឹងមកវាជាប្រភេទថ្មដែរប៉ុន្តែវាមិនមែនជាប្រភេទថ្មដែលយើងចង់បានយើងអាចដាក់ឈ្មោះលម្អិតឲ្យវាទៅណាបាទអូខេអញ្ចឹងយើងតេស្តមួយទៀតកម្លាំងអន្តរកម្មបោះបន្ទុកអគ្គិសនីអូខេឬក៏យើងនិយាយពីអីគេរូបភាពរូបភាពរបាំមេដែករូបភាពរបាំមេដែកពីរមានអំពើលើគ្នាបាទអញ្ចឹងយើងចាំមើលតិចមកបាទអញ្ចឹងខ្ញុំគិតថាប៉ុណ្ណឹងយើងអាចទទួលយកបានប៉ុណ្ណឹងណាបាទចឹងនៅពេលដែលយើងចង់ copy ដាក់យកទៅប្រើប្រាស់យើង copy ទៅបាទនេះបាទអញ្ចឹងយើងអាចអូខេអញ្ចឹងយើងចង់យកទៅផាសនៅក្នុង channel ផាសទៅឬក៏យកទៅ copy ដាក់ slide អីបានណាបាទគឺថាអូខេប៉ុណ្ណឹងយើងអាចយកបានហើយអញ្ចឹងដើម្បីចូលទៅកាន់កន្លែងនេះបានគ្រូចុច tab មួយមកបាទបន្ទាប់មកទៀតយើងចូលទៅ Gemini បាទចូលទៅកន្លែង Gemini ហើយគ្រូចុចកន្លែងសញ្ញាបូកនេះគ្រូយក create image បាទចុចកន្លែង create image មកហ្នឹងមិនបាច់រើសអីក៏បានដែរគ្រូយកទូទៅវាកន្លែងហ្នឹងទៅវាចេញឲ្យបាទរូបភាពកូដជន់គ្នាឧទាហរណ៍ណាបាទពេលខ្លះយើងពិបាករករូបភាពចឹងតែយើងដាក់ keyword ខ្លីៗទៅវាធ្វើឲ្យយើងងាយជាងយើងស្វែងរកតាម Google ឲ្យបានរូបភាពច្បាស់ចឹងណាបាទតោះយើងចង់យកទៅបង្ហាញក្មេងៗអីយើងអាចប្រើវិធីសាមញ្ញអញ្ចឹងបាទឧទាហរណ៍ហើយណាបាទឥឡូវឧទាហរណ៍មួយទៀតថារូបភាពគឺចង់បានរូបភាពពស់លេបគោពស់លេបគោសាកមើលចាំបើយើងទៅវាយនៅក្នុងឥឡូវយើងចាំយើង compare រូបពីរហ្នឹងណាហើយនឹងនៅក្នុង Google មួយណាដែលវាល្អជាងបាទអាហ្នឹងរូបភាពពស់លេបគោគឺវាអត់សូវច្បាស់បាទអាហ្នឹងសួរលេបឆ្លុះហ្នឹងចូលវាមិនចាញ់លេបគោអានេះសត្វឆ្លុះទេមែនតែយើងទៅមើលអាដែលយើងមិញវាចាញ់លេបគោអត់អូសំទោសអឺតែប្រងទីតែបើសិនជាយើងប្រើ Gemini យើងអត់ទិញណាអត់ Pro អាហ្នឹងវា limit របស់យើងបាទអញ្ចឹង limit អញ្ចឹងបើសិនជាវា limit យើងដូរ email ទៅបាទព្រោះ email មួយវាអាច generate បានប៉ុណ្ណាអញ្ចឹងណាបាទអញ្ចឹងដូរ email ទៅអូខេតទៀតបែរមកបាទអូខេ
អានេះខ្ញុំបង្ហាញបន្ថែមមួយទៀតចុះបើសិនជាលោកគ្រូប្រើ email មួយវា limit ហើយពួកយើងអត់ទិញទេកម្មវិធីហ្នឹងយើងប្រើ free ណាអញ្ចឹងវា limit ប៉ុណ្ណាក្នុងរយៈពេលមួយថ្ងៃដែលយើងប្រើណាបើសិនជាវា limit វាអស់ហើយយើងអាចដាក់ email ថ្មីបាទអាហ្នឹងអត់បានដូចគ្នា sorry I can't generate តែម្ដងទៀតបើអត់បានទៀតមានកម្មវិធីមួយទៀតដែលប្រសើរជាងនឹងបាទប៉ុន្តែអាមិញហ្នឹងខ្ញុំបង្ហាញហ្នឹងគឺវាជារូបភាពទូទៅណាបាទរូបភាពទូទៅបាទអញ្ចឹងលោកគ្រូអាចយកទៅអានេះបាទអញ្ចឹងយើងបានរូបភាពប៉ុណ្ណឹងអញ្ចឹងយើងអាចយកទៅប្រើប្រាស់បានអញ្ចឹងលោកគ្រូអាចធ្វើតាមវិធីមិញមកចូលមកហើយបាញ់ពាក្យ Gemini យក Gemini កន្លែងសញ្ញាបូកនេះរើសពាក្យ create image មកកន្លែងនេះយើងអាចទៅសេឬក៏យក sample ខាងលើក៏បានដែរតែសម្រាប់ខ្ញុំប្រើទូទៅទេខាងក្រោមហ្នឹងណាបាទអញ្ចឹងអានេះជាវិធីមួយដែរដែលអាចជំនួយដល់គុណដើម្បីស្វែងរករូបភាពឲ្យបានងាយហើយត្រូវតាមតម្រូវការបាទអរគុណច្រើន